ដើមថ្នោតណាអត់នឹកស្មានថាអាចធ្វើជាធោបានយ៉ាងស្រស់ស្អាតអញ្ចឹងសោះនិយាយទៅបុរសម្នាក់នេះគឺថាគាត់មានជំនាញក្នុងការធ្វើរបស់របរធ្វើចេញពីគោលឈើផ្សេងអញ្ចឹងទៀតហើយឥឡូវចង់ដឹងថាអាគោលដើមថ្នោតនេះពេលដែលគាត់យកទៅធ្វើធោចង់ដឹងថាស្អាតប៉ុណ្ណាអីចឹងតាមទស្សនាការធ្វើផលបុរសពាក់បន្តានេះទាំងអស់គ្នាបងប្អូននេះដំបូងក៏ចាប់ដើមយកគោលដើមថ្នោតហ្នឹងទៅឈូសវាឲ្យវាស្អាតហ្នឹងបងប្អូននេះអាគៀនរើសវាហ្នឹងដោយសារតែវាចេញមករញ៉េរញ៉ៃពេកអញ្ចឹងគាត់សេរីវាធំឲ្យវាចេញជារូបរាងមកស្អាតសិនមិនថាតគោលដើមថ្នោតសំបីតគោលតរ៉េនគោលអីផ្សេងគាត់អាចធ្វើជាធោធ្វើជារបស់របរប្រាស់ផ្សេងបានយ៉ាងស្អាតនិយាយទៅបានច្រើននិយាយទៅមិនសរសើរបានទឹកដៃគាត់ធ្វើចេញមកនិយាយទៅស្អាតខ្លាំងមែនទែនឥឡូវចាំមើលការធ្វើប្រកបគាត់ធ្វើមិនអីចឹងបងប្អូនតោះមកមើលទាំងអស់គ្នាទៀតឥឡូវក៏ចាប់ដើមយកគោលដើមថ្នោតដាក់ចូលក្នុងអាម៉ាស៊ីនវិលអីគេនេះបងប្អូនអាម៉ាស៊ីនវិល360ដឺក្រេគេហ្នឹងរួចក៏ចាប់ដើមយកដែកមកឈូសវាធ្វើជារូបរាងម្ដងតិចចឹងហើយនិយាយទៅការធ្វើប្រកបគឺថាមានបច្ចេកទេសប្រកបបងប្អូនគាត់មានចេះធ្វើឲ្យតែហើយតែបដៃណាប៉ុន្តែធូរនេះពេលគាត់ធ្វើឲ្យគឺថាស្អាតខ្លាំងណាស់បងប្អូននិយាយទៅគាត់ធ្វើចេញមកពីគោលដើមថ្នោតហើយណាមួយអាគោលដើមថ្នោតគឺថារឹងណាស់បងប្អូនអើយហើយនិយាយទៅគឺថាពណ៌ដាក់ចេញមកគឺថាស្អាតខ្លាំងមែនទែនគោលដើមថ្នោតហ្នឹងឥឡូវក៏ចាប់ដើមសេរីធ្វើក្បាច់វាបន្តិចម្ដងចឹងនិយាយទៅគាត់ពិតជាបកាយខ្លាំងមែនទែនឥឡូវក៏ចាប់ដើមស្វានវាធ្វើជាបន្លោះមួយធំបន្តិចដើម្បីគាត់ស្រួលដាក់វត្ថុអីផ្សេងចូលក្នុងអាថូហ្នឹងបងប្អូនប៉ុន្តែថូនេះខ្ញុំអត់ដឹងថាគេហៅឈ្មោះអ្វីដែរបងប្អូនពេលខ្លះខ្ញុំមើលវាទៅដូចជាថូអញ្ចឹងប៉ុន្តែបងប្អូនស្គាល់តែថូនេះគេហៅឈ្មោះអ្វីចាំជួយខមមិនប្រាប់ខ្ញុំផងបងប្អូនខ្ញុំអត់ដឹងដែរឥឡូវក៏ចាប់ដើមអ្នកសេរីធ្វើជាអីគេទៀតដែរបងប្អូនអើយចាំមើលអស់គ្នាទៀតខ្ញុំក៏អត់ដឹងដែរអូ my god បងប្អូនអូអានេះធ្វើជាការ៉ូបថូចាប់ដើមធ្វើអានេះធ្វើជាការ៉ូបថូអញ្ចឹងបងប្អូនព្រោះថាថូគឺថាមានការ៉ូបគេក្របអញ្ចឹងអូនេះឥឡូវក៏ចាប់ដើមមើលសេរីហើយក៏ចាប់ដើមសេរីថូនេះម្ដងទៀតនិយាយទៅការធ្វើប្រកបគឺថាប្លែកខ្លាំងមែនទែនឥឡូវក៏ចាប់ដើមសេរីវាដាក់ចូលគ្នានិយាយទៅដាក់មកចូលគ្នាម៉ាច់ល្អខ្លាំងមែនទែនបងប្អូននិយាយទៅមិនសើមបាននិយាយទៅឥឡូវក៏ចាប់ដើមសេរីវាធ្វើជារូបរាងធ្វើក្បាច់សិនបងប្អូនធ្វើក្បាច់មិនក៏ដោយធ្វើចេញមកឲ្យស្អាតអញ្ចឹងគាត់គិតថាគាត់ព្រឹកព្រៀងយកចិត្តទុកដាក់ខ្លាំងមែនទែនព្រោះថាការធ្វើមួយគឺថាយើងមិនធ្វើលេងណាយើងធ្វើយកលក់អីគេអញ្ចឹងធ្វើមិនក៏ដោយឲ្យវាចេញមកមានរូបរាងស្អាតណាឥឡូវគាត់ធ្វើចេញមកគឺថាបានប្រហែល 80% បងប្អូននិយាយទៅមើលទៅឃើញថាស្អាតប្លែកខ្លាំងមែនទែនបងប្អូននិយាយទៅអូ my god មិនសើមបានមែនទឹកដៃគាត់ធ្វើចេញមកគឺថាអែមខ្លាំងមែនទែនហើយអាគល់ដើមថ្នោតនេះគឺថាធ្វើចេញមកគឺថាស្អាតបងប្អូនមើលទៅសាច់ឈើគេអូឥឡូវក៏ចាប់ដើមយកលុះស្គាត់វាដាក់ធ្វើឆ្នោតអញ្ចឹងឥឡូវក៏ចាប់ដើមខាត់ម្ដងខាត់វាចេញសាច់មកវារលោងស្អាតអញ្ចឹងនិយាយទៅមិនសើមបានគាត់បកកែរោគំនិតក្នុងការធ្វើអ្វីថ្មីខ្លាំងមែនទែនអូឥឡូវគាត់ចាប់ដើមខាត់ឲ្យចាំមើលពេលគាត់ធ្វើឲ្យ 100% បានដឹងថាធ្វើចេញមកពីគោលដើមថ្នោតហ្នឹងស្អាតប៉ុណ្ណាអីចឹងបងប្អូនហើយនិយាយទៅគោលដើមថ្នោតនេះគាត់យកមកធ្វើជាធូគឺថាគោលដើមថ្នោតហ្នឹងគឺថាតូចខ្លាំងមែនទែនបងប្អូនប្រហែលដើមថ្នោតតូចហ្នឹងអាដើមថ្នោតតូចគាត់យកទៅដកទាំងរឹសមកហ្នឹងឯងឥឡូវក៏ចាប់ដើមខាត់ជាមួយណាដុំលឿងនេះខាត់វាសាច់ឈើចេញមកឲ្យពណ៌ស្អាតចឹងនិយាយទៅការធ្វើប្រកបគឺថាអែមខ្លាំងមែនទែននិយាយទៅមិនសើមបានទឹកដៃគាត់ធ្វើចេញមកគឺថាអូនេះស្អាតខ្លាំងមែនទែនឥឡូវឃើញតែការធ្វើប្រកបហើយបងប្អូនជុំវីដេអូមិនតែប៉ុណ្ណេះបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បើមានកន្លែងណាខុសឆ្គងសូមមេត្តាអភ័យទោសផងបងប្អូនកុំភ្លេចជួយ follow page ម្នាក់មួយផងបងប្អូន